ស្វាគមន៍កាន់មេរៀនបន្តយើងមើលមេរៀនមួយការគុំអនុគម if និង VLOOKUP ចឹងគឺ if យើងធ្លាប់ប្រើច្រើនហើយឥឡូវយើងមើលរូបមន្ត VLOOKUP ចឹងរូបមន្ត VLOOKUP គឺជារូបមន្តដែលស្វែងរកទិន្នន័យតាមតម្លៃណាមួយឧទាហរណ៍ថាឥឡូវយើងមានលេខបាកូដប្រទេសហើយមានឈ្មោះប្រទេសមានឈ្មោះទីក្រុងចឹងយើងចង់រកឈ្មោះប្រទេសលេខតាមលេខកូដហ្នឹងយើងដឹងតែលេខកូដទេយើងចង់ដឹងថាឈ្មោះអីចឹងណាចឹងឧទាហរណ៍យើងរក884នេះយើងមើលចេះយើងឃើញថាខ្មែរយើងឃើញទេចឹងយើងចង់រគឺយើងវាយស្មើ VLOOKUP ចឹង lookup value នេះ884ខមាមួយមក table array គឺតារាងរបស់យើងហ្នឹងអញ្ចឹងយើងស្លេចលើតារាងហ្នឹងមកមានប៉ុន្មានស្លេចទាំងអស់ហ្នឹងអញ្ចឹងយើងមានត្រឹមហ្នឹងស្លេចត្រឹមហ្នឹងមកខមាមួយទៀតគឺ index number index ហ្នឹងគឺទីម៉ានឧទាហរណ៍វាយទី2ខមាមក true ឬ false បើ true មានន័យស្តៀងតែបើ false គឺតើតែចំហ្មងខ្ញុំពិចារណាយកមកយក false ញ៉េ enter មកបាទអញ្ចឹងហ្នឹង854ហើយ884នេះ Cambodia ចុះឥឡូវ47កុដនេះ47កុដនេះបាទ Greasy Steen បាទឬក៏ឥឡូវយើងចង់ដឹងថា471នេះតៃវ៉ាន់អញ្ចឹងវាចេញមកតែម្ដងអញ្ចឹងអាហ្នឹងគឺយើងយកនេះលេខ2ដោយសាររាប់ column នេះទី1ទី2ចុះបើយើងចង់ឲ្យចេញ 30 អញ្ចឹងយើងរាប់មក1 2 3អញ្ចឹងយើងវាយកន្លែងលេខ3បាទអញ្ចឹងទៅជាតាយប៉ែកនេះចេញតាយប៉ែកមកវិញអូខេអញ្ចឹងគឺរូបមន្ត VLOOKUP ចេះហើយចុះឥឡូវយើងសារវាខុសឧទាហរណ៍888ហើយឡើយ889មកមានអត់888មានគឺសិង្ហបុរីទីក្រុងឡៃអិនចុះឥឡូវយើងវាយ889នេះវាដាក់ NA ឃើញទេហ្នឹងហើយអញ្ចឹងយើងអាចផ្គុំជាមួយនឹងវាហ្នឹងគឺ error អានេះគេបរៀន is ណាដល់គ្រូបរៀនដល់error បណ្ដោយអញ្ចឹងយើងអាចសេពគុំមកករណីបើករណីអត់មានទេយើងដាក់នេះ is នេះ error នេះមានន័យថាពេល error ឲ្យវាចេញពាក្យថាម៉េចខាងមកយើងគ្រូដាក់ឲ្យពាក្យថា no delta អញ្ចឹងមានន័យថាបើវា error វាចេញពាក្យ no delta វាអត់ចេញពាក្យ error ទៀតទេអញ្ចឹងយើងប្រើមួយ error សម្រាប់មកចាំបើយើងវាយ888ត្រូវវាចេញឲ្យនេះ line uncertainty នេះ line uncertainty នេះតែបើយើងវាយឲ្យវាខុសទៅជា889វាអត់មានអញ្ចឹងវាដាក់លេង no data ចំនួនពាក្យ error យើងឬក៏យើងអត់ចង់ឲ្យចេញអីទេចេញ blank យើងលុបពាក្យ no data នេះចេញដាក់ blank ចង់អត់មានទេ blank តែបើវាយ888មានចេញ data តែបើវាយ889អត់មានញ៉េអូខេជួបគ្នាវីដេអូក្រោយ